តើតើជាមួយនឹង Carrick បាទទោះបីជាយើងសរសើរពីការដឹកនាំរបស់គាត់បើទោះជាគាត់ស្ថិតនៅក្នុងកៅអីបំរុងក៏ដោយក៏តែប៉ុន្តែគាត់អាចដឹកនាំ Manchester United បរាជ័យនោះទេបាទបន្ទាប់ពីការដឹកនាំរបស់គាត់បាទបដោះអាសន្នហើយឥឡូវនេះគឺជាបដោះអាសន្នទៀតហើយបាទប៉ុន្តែយ៉ាងណាមិញគឺសម្រាប់ព័ត៌មានចុងក្រោយតាក់ទងជាមួយនឹង Manchester United នៅតែហាក់ដូចជាមិនសប្បាយចិត្តជាមួយនឹង Carrick បាទទោះបីជា Carrick ដឹកនាំប៉ុណ្ណឹងមែនហាក់បីដូចជាមិនទាន់សប្បាយចិត្តចង់យក manager របស់ Dortmund ណោះបាទលោកនីកូកូវ៉ាក់បាទនីកូកូវ៉ាក់បាទអញ្ចឹងយើងអត់ដឹងថាតើទៅយ៉ាងណាបន្តទៀតទេណាបាទប៉ុន្តែបើសិនជាក្នុងករណីដែល Carrick បានដឹកនាំបានល្អឧទាហរណ៍ថាដឹកនាំ Manchester United ស្ថិតនៅក្នុងតំណែង Top 4នៅក្នុងរដូវកាលនេះខ្ញុំគិតថា Man U គួរតែពិចារណានៅក្នុងការឲ្យគាត់ក្លាយទៅជា manager ពេញសិទ្ធិប៉ុន្តែទៅជាព័ត៌មានចុងក្រោយតាក់ទងជាមួយនឹង manager របស់ Dortmund នោះឆ្កុយអញ្ចឹងយើងអត់ដឹងមិនទេណាបន្តទៀតណាបាទហើយយើងឃើញដូចជាការមុនអញ្ចឹងបាទសម្រាប់បាទការទៅយកលោក Amorim មកហើយយើងឃើញហើយសម្រាប់ Van Nistelrooy ដឹកនាំប្រមាណប្រកួតគឺអត់មានចាញ់ទេបាទមានតែស្មើហើយនឹងឈ្នះប៉ុន្តែនៅតែបាទ Manchester United មិនសប្បាយចិត្តជាមួយនឹង Ruud Van Nistelrooy នៅតែយកលោក Amorim ឲ្យតទៅបានទោះបីជាយកពាក់កណ្ដាលដោយការត្រូវបង់លុយថែមឲ្យគេ1លានទៀតក៏សុខចិត្តបង់ដែរធ្វើមិនយកលោក Amorim មកឲ្យតទៅបានហើយចុងក្រោយយកមកទីបំផុតបានត្រឹមប៉ុណ្្នឹងឯងប្រិមត្តឃើញទេបាទទីបំផុតលោក Amorim កាន់លុយ10លានបាទដើរចេញបាទហើយរឿងរ៉ាវទាំងនេះយើងរងចាំមើលបន្តទៀតថាតើបាទថ្នាក់ដឹកនាំរបស់ Man U នៅតែបាទធ្វើរឿងបែបហ្នឹងបន្តទៀតឬក៏យ៉ាងណាបាទ